សូមជម្រាបសួរបងប្អូនសម្រាប់វីដេអូនេះខ្ញុំសូមជូនទៅដល់អ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវសម្រាប់ឆ្នាំ2026ដូចតទៅជាដំបូងនេះយើងចូលមកដល់ធាតុល្អទី1សម្រាប់អ្នកដែលកើតនៅក្នុងរាសីឆ្លូវគឺ Emperor Star Emperor នេះបបកជាខ្មែរមានន័យថាអធិរាជបាទប៉ុន្តែបងប្អូនប្រហែលជាច្រឡំរវាងខ្ញុំបកថាអធិរាជហើយនឹងអ្នកដែលមានរាសីឆ្នាំមមីដែលមាន grade ឌុកនោះខ្ញុំបកថាអធិរាជដែរប៉ុន្តែពីរនេះផ្សេងគ្នា grade ឌុកនោះគឺមានន័យថាវាដើរឆុងគេលក្ខណៈថាអធិរាជបែបកាចសម្រាប់Emperor Star នេះគឺជាអធិរាជបែប slot boat និយាយចឹងទៅស្រួលយល់ហើយវាគឺជាធាតុល្អវាមិនមែនដូច Grand Duke ដែលជាធាតុមិនល្អទេជាងវាខុសគ្នាអញ្ចឹងEmperor Star នេះបើនិយាយទៅគឺជាប្រភេទធាតុល្អដែលចម្បងនៅក្នុងរាសីប្រចាំឆ្នាំនីមួយអញ្ចឹងមានន័យថានេះគឺជាធាតុមេដែលវាជាធាតុល្អអញ្ចឹងសម្រាប់Emperor Star នេះគេចង់និយាយថាយើងនឹងទទួលបានពរជ័យជាលក្ខណៈវិជ្ជមានហើយនឹងយើងនឹងคล้ายទៅជាអ្នកដឹកនាំល្អនឹងមានគេឈ្មោះល្អនឹងត្រូវបានគេជឿជាក់ឬក៏យើងអាចទទួលបានជំនួយពីអ្នកធំអ្នកមានអំណាចមកជួយយើងចឹងទៅកន្លែងហ្នឹងគឺចង់និយាយចឹងបាទចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀត Emperor Star នេះគឺជាប្រភេទអធិរាជបែប slot boat បាទមានន័យថាយើងចូលទៅដល់មិនធ្វើឲ្យគេក្តៅក្រហាយទេកន្លែងនេះឥឡូវខ្ញុំជូនចំពោះអ្នកដែលគាត់ចង់មើលរិស័យខ្លួនឯងផ្ទាល់ដោយមិនបាច់ពឹងអ្នកដទៃចឹងបងប្អូនអាចចូលទៅកាន់ website ឈ្មោះថា pajicode.com នេះសម្រាប់នៅលើទូរស័ព្ទដៃ smartphone នៅលើ tablet ឬនៅលើ computer គឺប្រើបានទាំងអស់ហើយគ្រាន់តែមានអ៊ីនធឺណិតគឺយើងអាចបើកបានហើយអញ្ចឹងបងប្អូនអាច check មើលរិស័យផ្ទាល់ខ្លួនបានហើយមួយទៀតយើងមាន app សម្រាប់ទូរស័ព្ទដៃ Android ផងដែរគឺសម្រាប់ប្រភេទ Samsung Oppo អីហ្នឹងអញ្ចឹងបងប្អូនអាច download app ហ្នឹងទៅគឺវាចេញលទ្ធផលដូចគ្នានៅលើ website អញ្ចឹងណាអញ្ចឹងខ្ញុំនឹងដាក់ link ទាំង website ទាំង app នៅខាងក្រោមវីដេអូនេះអញ្ចឹងបងប្អូនគ្រាន់តែចុចបើកទៅគឺបងប្អូនអាចបើកមើល website នឹងឬក៏ download ទៅលើ app នឹងបានផ្ទាល់អញ្ចឹងទាំង app ទាំង website នេះគឺ free ទេអញ្ចឹងបងប្អូនអាចចូលឆែកមើលដោយសេរីបាទហើយសម្រាប់បងប្អូនដែលគាត់អត់ចេះឆែកមើលអញ្ចឹងបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះនៅម៉ោងថ្ងៃខែនិងឆ្នាំកំណើតរបស់បងប្អូននៅខាងក្រោមនេះជាលេខបារាំងបន្ទាប់ពីខ្ញុំឃើញ comment ខ្ញុំនឹង check មើលឲ្យហើយខ្ញុំនឹង reply comment របស់បងប្អូនទៅវិញនៅរិស័យផ្ទាល់ខ្លួនរបស់បងប្អូនដើម្បីឲ្យបងប្អូនងាយស្រួល check មើលថាតើបងប្អូនមានគេហៅថាសត្វអ្វីខ្លះព្រោះអីនៅក្នុងក្បួនប៉ាជឿដែលខ្ញុំបានបង្ហាញនេះគឺមនុស្សម្នាក់មានសត្វរហូតដល់ទៅ4បាទអញ្ចឹងមិនមែនមានន័យថាបងប្អូនដែលមើលឆ្នាំឆ្លូវហ្នឹងហើយទេមានន័យថាយើងនៅមានសត្វ3ទៀតអញ្ចឹងណាអញ្ចឹងយើងអាច check មើលផ្ទាល់ដល់ខ្លួនឯងបានឥឡូវយើងចូលមកដល់ធាតុល្អវិញអញ្ចឹងធាតុល្អទី2នេះគឺ Dragon Virtue អញ្ចឹងបកជាខ្មែរមានន័យថាគុណធម៌នេះអាហ្នឹងបកន័យចំប៉ុន្តែបើអត្ថន័យរបស់វាគេចង់និយាយថាយើងនឹងទទួលបាននៅជំនួយពីអ្នកដែលមានអំណាចឬក៏អ្នកដែលមានឥទ្ធិពលហ្នឹងគាត់ចាំមកជួយយើងហើយយើងទទួលបាននៅពរជ័យជាវិជ្ជមានអីចឹងទៅកន្លែងហ្នឹងណាអញ្ចឹង Dragon Virtue នេះន័យវាខ្លីទេប៉ុន្តែវាគឺជាធាតុល្អកំពូលក្នុងចំណោមធាតុល្អកំពូលទាំងអស់ប្រចាំឆ្នាំនីមួយបាទអញ្ចឹងអ្នកដែលទទួលបានទាំង Dragon Virtue ទាំង Emperor Star គឺមានន័យថារិស័យឆ្នាំហ្នឹងគឺយើង
còn ba khăn ngay chắc đó mình để thấy dương miền kia chăm chui chăm ấy dương từ cái lại nhưng cứ việc bị sai bộ ấy dương từ tua ban style chỉ đa ra xa lòประจำឆ្នាំបាទឥឡូវយើងចូលមកដល់ធាតុល្អបន្តទៀតគឺ National Treasure អានេះបកជាខ្មែរមានន័យថាកំណប់ជាតិបាទអញ្ចឹងវាបង្ហាញថាទី1យើងអាចឡើងមុខតំណែងឬក៏ឡើងប្រាក់ខែទៅតាមភាពច្នៃប្រឌិតរបស់យើងទៅតាមដងរបស់យើងហ្នឹងដែលយើងធ្លាប់បញ្ចេញស្នាដៃហ្នឹងឬក៏អាចនិយាយថានឹងទទួលបានជំនួយពីអ្នកដែលគាត់មានចិត្តធម៌មកជួយយើងអញ្ចឹងទៅអញ្ចឹងយើងចប់ធាតុល្អហើយយើងចូលមកដល់ធាតុមិនល្អវិញអញ្ចឹងធាតុមិនល្អទី1គឺ disaster សាអញ្ចឹងអានេះបកប្រែមកថាធាតុមហន្តរាយអញ្ចឹងណាអញ្ចឹងវាបង្ហាញអំពីឧបសគ្គហើយនឹងការធ្វើឲ្យរាំងស្ទះឬក៏ការដែលធ្វើឲ្យថមថយនៅដំណើរការរបស់យើងទៅលើគម្រោងអីមួយចឹងទៅនិយាយទៅវាតកតនឹងឧបសគ្គសម្រាប់យើងតែម្ដងធ្វើឲ្យយើងធ្វើមិនបានជោគជ័យអញ្ចឹងណាបន្ទាប់មកយើងចូលទៅដល់ធាតុមិនល្អមួយទៀតគឺ brutal defeat បាទមានន័យថាគឺជាតារាសាស្ត្រនៃចំនួនមានន័យថាអញ្ចឹងហើយវាបង្ហាញថាគឺជាគ្រោះមហន្តរាយទៀតហើយនឹងមួយទៀតគឺជាបញ្ហាដែលយើងកើតឡើងដែលយើងនឹកស្មានមិនដល់ដែលយើងមិនបានគ្រោងទុកអញ្ចឹងណាអាហ្នឹងគឺសំដៅទៅលើកន្លែងហ្នឹងជួនកាលមានន័យថាអ្វីដែលក្នុងផែនការយើងគិតល្អអស់ហើយប៉ុន្តែវានៅតែមានការឆ្លោះឆ្លួយកន្លែងណាមួយដែលធ្វើឲ្យវាកើតជាបញ្ហាអញ្ចឹងទៅកន្លែងហ្នឹងយើងត្រូវតែប្រុងប្រយ័ត្នដែរឥឡូវយើងចូលមកដល់ធាតុមិនល្អបន្តទៀតគឺតកតងនឹង Sky Sa អញ្ចឹង Sky Sa នេះវាបង្ហាញថាសមាជិកគ្រួសាររបស់យើងនឹងអាចនឹងធ្លាក់ខ្លួនឈឺដោយងាយស្រួលអញ្ចឹងកន្លែងនេះបើសិនបើយើងសង្ស័យថាពុកម្ដាយបងប្អូនឬក៏សាច់ញាតិយើងនឹងដែលគាត់មានអាការៈដែលយើងគាត់សម្គាល់ថាគាត់អាចធ្លាក់ខ្លួនឈឺអីចឹងទៅយើងគួរតែនាំគាត់ទៅពេទ្យឲ្យហើយឬក៏ជាយោបល់របស់ខ្ញុំជាធម្មតានៅប្រទេសខ្មែរយើងអត់សូវមានទម្លាប់នាំពុកម្ដាយឬក៏សមាជិកគ្រួសារទៅ check up សុខភាពជារៀងរាល់6ខែឬក៏1ឆ្នាំម្ដងទេអញ្ចឹងណាអញ្ចឹងជាយោបល់គឺគួរតែនាំគាត់ទៅ check up សុខភាពទោះបីជាគាត់មិនមានអាការៈអីក៏ដោយជាងយើងចេះតែប្រុងប្រយ័ត្នទៅធម្មតាសម័យឥឡូវគឺសបោកាត់នេះកាត់នោះឧទាហរណ៍ដូចសបោជាងគេនៅខ្មែរគឺលើសឈាមទឹកនោមផ្អែមអីហ្នឹងយើងគួរតែប្រយ័ត្នទៅបាទធាតុមិនល្អមួយវិញទៀតគឺ six harm អញ្ចឹងបង្ហាញថាយើងមានអារម្មណ៍ថាត្រូវបានគេក្បត់បាទកន្លែងនេះចឹងអានេះដោយសារតែឆ្នាំនេះជាឆ្នាំមមីចឹងមមីវាឆុងជាមួយនឹងជូតបាទហើយជូតហ្នឹងគឺជាគូស្នេហ៍របស់ឆ្លូវនឹងឯងចឹងបាទចឹងមានន័យថាឲ្យតែឆ្នាំណាដែលឆុងជាមួយនឹងគូស្នេហ៍របស់យើងគឺយើងនឹងមានអារម្មណ៍ថាត្រូវបានគេក្បត់អីចឹងទៅប៉ុន្តែអានេះបើតាមខ្ញុំជ្រាវជ្រាវមករយៈមកតារាសាស្ត្រនេះវាមិនប្រកាសថាវាកើតគ្រប់តែមនុស្សភាគរយដែលវាកើតនោះវាតិចអញ្ចឹងណាវាតិចទេវាចង់ឲ្យថាជួនកាលអ្នកដែលមានឆ្លូវ100នាក់1000នាក់អីអ្នកដែលអាចកើតអញ្ចឹងវាអាចមាន10នាក់អីទេវាអញ្ចឹងជាងភាគរយដែលវាកើតនោះវាតិចអញ្ចឹងពេលខ្លះសឹងថាយើងអាចផាត់វាចោលបានអញ្ចឹងណាអញ្ចឹងវាអាស្រ័យទៅលើរាសីរបស់យើងទៀតបាទឥឡូវយើងចូលមកដល់មួយចុងក្រោយគឺ Dark Sky ចឹង Dark Sky នេះបកពីខ្មែរមេឃងឹតបាទមេឃងឹតចឹងណាចឹងបើអត្តន័យវាហ្មងគឺវាបង្ហាញថាយើងនឹងអាចជួបប្រទះនៅគ្រោះមហន្តរាយធម្មជាតិបាទដូចជា
chút xong cái đôi chi chọ xẻ phơn đôi chi chui đây tực chủng nôn phơn che rồi có bạn đây rồi có ai trong cái đó cứ miền chlong mê rô cái chẳng tầng năng cứ chẳng ai thay vì tẹt toàn buổi thòm chiết chẳng á chẳng cái lại như mình tới nó dương thử tại bây giờ anh bê phơi nằm nào chỉ bị sai chẳng á hãy bạn nào te miền ấy miền này thùng ghé hơi nâng phơn nhà kỳ sinh để dân prai nó năng bia ai cả chẳng nhọp đài chẳng á ai chùm này ai chui đấy sọc máy dương mày khoa đấy cứ ăn miền đấy chú xong cái vì mình đo chú xong cái bé bên thòn mà chú lồng mồm mình chẳng á tại bởi tất chùm nôn đang ai miền cát nơi ta nằm bòn chôn nó bọt mười chùm nôn chẳng từ một bạn đây với đôi chỉ mình sơn miền thì bàn tay khi mà ròm những cái cứ tiện tồn năng lo mê rột mà vì ai của ấy sao mày lỡ ca chủng ngư play như vậy chả nữa chẳng dân thờ bây giờ anh chắc on cái này chẳng o hỏi tiền thiệt là o thiệt mình là o ấy cứ nhầm bàn bằng hàng là đàm video o hỏi lấy dương mà vô vì thiệt là rư có thiệt mà là nó về cao nơi tròn cả lại ná chấm pu dương đại miền được xây chơi nằng chẳng được xây chơi nó dương bài chỉ 4 cứ nơi được xây chơi tua máu được xây chơi tua thay được xây chơi tua khai nâng được xây chơi tua nằm bà chẳng sầm rạp được xây chơi tua máu cứ sầm đào từ lơ một là bó chiều cam là bó dướng rồi còn sầm đào từ lơ phật cầm nứt là bó dướng hơi nâng mùi tiết cứ sầm đào từ lơ côn là bó dướng hay dân ai như vậy tha percent bà dướng chỉ nè rô xí chứ dân ai sầm đào từ lơ bục lực là bó dướng rồi percent bà dướng cứ chỉ nè thua ca khăn tận nè pu na muối chẳng dân sầm đào từ lơ nè nào nở cầu bằng cọp là bó dướng chẳng áสำหรับตัวทั้งไงคือสำหรับแต่เลยประเดี๋ยวประปนหรือก็กูสองซานะได้อาจเป็นทางรวมรู้ในจีมวยคณีระยะเปลประมวยคายลางตือจึงอันนั้นยังจัดตกทามีนอันโปลหายไอ้มวยเท็ดคือสำหรับแต่เลยครัวไหนต่อขลุ่นไอ้สำหรับตัวคายเฉลยคือสำหรับแต่เลยกับไหลทั่วก้าปกมาได้หรือก็สักเงียดบ่าไอ้สำหรับตัวชนะคือสำหรับแต่เลยจีโดนจีตามัดแพะหรือก็บันไดสังคมบันทาบันไดสังคมได้ยังจูบในขังกลายตัวหรือก็ตามFacebook หรือก็ YouTube หรือก็ TikTok ấy อันนั้นคือจัดตกจีบันไดสังคมใหม่บันหรือก็ประสานไปยังทั่วกาเก๋คือสำหรับแต่เลย CEO กรมหุ้นหรือก็สำหรับแต่เลยตะไคร้กรมหุ้นระบายยืงจำนายมวยทิศคือสำหรับแต่เลยประสานไปยังทั่วกาในขนมสถาบันมวยคือยังสำหรับแต่เลยมันนึกมันเนี่ยได้มีฐานะขบวนอมพอดในขนมสถาบันได้ยังกับปงตายทั่วกาในไอ้บัตรสำหรับวิดีโอนี้คือมีแต่เป็นไอ้บัตรส่งออกคน